ชีวิตสู้สุดเลยแล้วគ្នាចាអ្នកនរគ្នាឡើយហ្នឹងគឺថាអ្នកនរគ្នាអាចមើលខាងក្រោយខ្ញុំបានគឺខ្ញុំកំពុងតែនៅកន្លែងបាញ់ឆៅដែលគេកំពុងតែល្បីមកកន្លែងដែលបាញ់ឆៅហ្នឹងផ្លូវទៅអង្គរទេហើយបាញ់ឆៅហ្នឹងមានឈ្មោះថាបាញ់ឆៅនំគ្រក់សវណ្ណហ្នឹងបុផាម្លប់ដើមរស័យមួយហើយឥឡូវតាយើងទៅមើលទាំងអស់គ្នាថាគាត់មានលក់អីគេខ្លះព្រោះនៅខាងក្រោយមនុស្សឆោនខ្លាំងណាតាសៀមរាបគឺជាខេត្តមួយដែលស្រួលរស់នៅណាស់ជាពិសេសគឺសម្បូររបស់ញ៉ាំឆ្ងាញ់ហើយធូរថ្លៃហ្នឹងហ្មងក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញពីបាញ់ឆៅឆ្ងាញ់មួយកន្លែងមានតម្លៃត្រឹមតែ2500រៀលក្នុងមួយប្រទេសទេសម្រាប់ប្រទេសបាញ់ឆៅ2500របស់គាត់ហ្នឹងគឺថាប្រទេសឡើងធំមែនតើនិយាយពីបន្លែរបស់គាត់វិញគឺថាស្រស់ឡើងច្រើនមុខដាក់ឲ្យមកថាសហ្មងហើយនេះគឺជាអ៊ីម្ចាស់អ្នកលក់ឲ្យអ្នកនរគ្នាគាត់ចាក់អត់តាន់ទេគាត់ម្នាក់ឯងនឹងចាក់រហូតដល់ទៅ9ខ្ទះអ្នកនរគ្នាខ្ញុំឆររាប់ហើយនៅជាប់គ្នានឹងគឺចាក់នំគ្រក់មកឈឺឡើងឈ្ងុយហ្មងហើយកុំភ្លេចសាកនំគ្រក់នឹងសាច់គេឡើងតុនញ៉ាំជាមួយទឹកជ្រលក់មកអូយរសជាតិឲ្យ10លើ10ទៅមកជួរហ្នឹងគាត់លក់ស្អីក៏ឆ្ងាញ់ដែរតែមកជួរគាត់នឹងមានតាំងពីសង្វាក់នំគ្រក់បាញ់ឆាវហើយនឹងគួងមូទៀតដែលខាងសៀមរាបហ្នឹងគេហៅណែមនិយាយទៅមកមុខណាក៏ឆ្ងាញ់ដែរឥឡូវយើងមកមើលការញ៉ាំបាញ់ឆាវរបស់ខ្ញុំវិញវាឃើញញ៉ាត់តំណងណាស់ហើយម្សៅបាញ់ឆាវគាត់ឡងក្រាស់អ្នកជួយញ៉ាំហឹលដាក់ម្ទេសហឹលចឹងមកគឺថាឆ្ងាញ់កប់សេរីរីថាបន្លែរបស់គាត់វិញគឺថាឡងស្រស់ញ៉ាំចឹងមកហើយញ៉ាំជាមួយនឹងបាញ់ឆាវទៅអូយស្រួយប្រាវចាប់ជាតិគ្នាជាមួយនឹងទឹកជ្រលក់ឲ្យ10លើ10ហ្មងអ្នកជួយញ៉ាំហឹលទៀតអូយដាក់ទៅគឺឆ្ងាញ់ខ្លាំងណាស់កន្លែងគាត់លក់ចាប់ពីម៉ោង2តទៅរហូតដល់ល្ងាចទីតាំងគាត់គឺជាហួរបរិយព្រំប្រៃបន្តិចផ្លូវទៅអង្គរគេបានថាជាហួរវត្តក្បាលខ្មៅបន្តិចនៅខាងឆ្វេងដៃនឹងឯងសម្រាប់រសជាតិវិញឆ្ងាញ់ណាស់កុំឲ្យខ្ញុំចេះតែនិយាយកុំភ្លេចមកសាកទាំងអស់គ្នាណាហើយសម្រាប់វីដេអូតាសៀមរាបក៏ឈានចូលដល់ទីបញ្ចប់ផងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលមើលតាសៀមរាបសូមអរគុណសូមជម្រាបលាបាយបាយ